ចូលរួមជាមួយពួកយើងក្នុងការប្រារព្ធទិវាសិទ្ធិនារីនិងសមិទ្ធផលដ៏អស្ចារ្យរបស់ស្ត្រីនៅកន្លែងធ្វើការស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគំនិតដូចដើមក៏ដូចជាការអភិវឌ្ឍប្រកបដោយនិរន្តរភាពសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះជ័យសវណ្ណរតន៍បច្ចុប្បន្នជាប្រធានការលក់សាជីវកម្មនៃក្រុមហ៊ុន Coffee ចំពោះនាងខ្ញុំផ្ទាល់បរិយាបន្នមានន័យថាជាការជំរុញបរិយាកាសប្រកបដោយការគ្រប់គ្រងដែលមនុស្សគ្រប់រូបអាចទទួលបានដូចគ្នាទន្ទឹមនឹងនោះក្រុមការងាររបស់យើងកាន់តែរឹងមាំនិងមានភាពច្នៃប្រឌិតកាន់តែប្រសើរឡើងដោយសារតែទស្សនវិស័យចម្រុះដែលស្ត្រីបាននាំយកមកនាងខ្ញុំសេងសរ៉ាន់មានតួនាទីជាអ្នកផ្ដល់សេវាកម្មផ្នែកជួសជុលទៅកាន់អតិថិជននៅក្នុងនាមជាស្ត្រីម្នាក់នៅនាយកដ្ឋានសេវាកម្មអតិថិជនខ្ញុំមានអារម្មណ៍ថាទទួលបានការគោរពនិងផ្ដល់សិទ្ធិអំណាចដោយក្រុមការងារនិងកន្លែងធ្វើការដែលផ្ដល់តម្លៃទៅលើភាពចម្រុះនិងបរិយាបន្នសង្គមវាជាការបំផុសគំនិតនៅក្នុងការធ្វើការក្នុងបរិយាកាសមួយដែលរួមចំណែករបស់មនុស្សគ្រប់គ្នាជាពិសេសស្ត្រីត្រូវបានទទួលស្គាល់និងសាទរវាជារឿងសំខាន់ដែលគូសបញ្ជាក់ថាវិស័យនេះមិនមែនសម្រាប់តែបុរសនោះទេស្ត្រីក៏អាចពូកែនិងអនុវត្តបានយ៉ាងប៉ិនប្រសប់សួស្តីខ្ញុំបានឈ្មោះធំមួយហេងគឺជាប្រធានផ្នែកជ្រើសរើសបុគ្គលិកនៅក្រុមហ៊ុន Coffee ក្រុមហ៊ុន Coffee បានបើកទ្វារយ៉ាងធំដើម្បីទទួលស្វាគមន៍នៅបេក្ខជននិងបេក្ខនារីដែលមានទេពកោសល្យចម្រុះហើយយើងធានាឲ្យបានថាស្ត្រីគឺមានឱកាសស្មើគ្នានៅក្នុងការទទួលបាននូវឱកាសការងារក៏ដូចជាជោគជ័យនៅក្នុងអាជីពរបស់ពួកគេផងដែរដូចនេះការបញ្ញាចិត្តរបស់យើងចំពោះបរិយាបន្នសង្គមគឺផ្ដើមចេញតាំងពីដំណាក់កាលនៃការជ្រើសរើសបុគ្គលិកមកម្លេះសួស្តីនាងខ្ញុំឈ្មោះអាយចនាជាអ្នកឯកទេសផ្នែកនិរន្តរភាពនៃក្រុមហ៊ុន Coffee ជាការពិតបរិយាបន្នមានសារៈសំខាន់ណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពរបស់ពួកយើងតាមរយៈការផ្ដល់តម្លៃគ្រប់សម្លេងដែលពាក់ព័ន្ធពួកយើងស្វែងរកដំណោះស្រាយដែលផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ក្រុមហ៊ុននិងបរិស្ថានរបស់យើងទន្ទឹមនឹងនេះស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគំនិតដូចដើមក៏ដូចជាការអភិវឌ្ឍប្រកបដោយនិរន្តរភាពចូលរួមជាមួយពួកយើងក្នុងការប្រារព្ធទិវាសិទ្ធិនារីនិងសមិទ្ធផលដ៏អស្ចារ្យរបស់ស្ត្រីនៅកន្លែងធ្វើការរួមជាមួយពួកយើងក្នុងការកសាងអនាគតប្រកបដោយបរិយាបន្ននិងសមធម៌បន្ថែមទៀតអរគុណដល់ស្ត្រីទាំងអស់ដែលចូលរួមជាផ្នែកមួយនៃការធ្វើដំណើររបស់យើងរីករាយទិវាសិទ្ធិនារីអន្តរជាតិ